ជំរាបសួរសួស្តីប្រិយមិត្តទាំងឡាយជាអ្នកឆាតែថ្មីទាំងចាអេមីនថៃនេះវិលមកម្ដងទៀតហើយហើយថ្ងៃនេះអេមីនបានលើកយករឿងមួយដែលនិយាយពីទំនាក់ទំនងរវាងបងប្អូនពីរនាក់អាស្រ័យពៅហ្នឹងកំពូលក្បាលខូចមិនដែរចេះស្ដាប់បងយ៉ាងម៉េចទេហើយចំពោះបងវិញលើកលែងឲ្យប្អូនរហូតអញ្ចឹងទៅតើបងប្អូនទាំងពីរនាក់ហ្នឹងអាចនឹងមានថ្ងៃត្រូវគ្នាដែរឬទេដោយនេះចូលមកទស្សនាជាមួយអ្នកមានតែម្ដងទៅដើមដំបូងនៃរឿងគឺយើងបានឃើញប្អូនស្រីម្នាក់ហ្នឹងកំពុងតែលបចូលមកក្នុងបន្ទប់របស់បងប្រុសដែលប្អូនស្រីម្នាក់ហ្នឹងដែរនាងមានឈ្មោះថាអ៊ុនស៊ូពេលដែលចូលមកដល់ហ្នឹងបងរបស់នាងបានគេងលក់បាត់ទៅហើយដោយនេះហើយនាងក៏បានលក់យកលុយមកចំនួនហ្នឹងនៅក្នុងកាបូបនៅលើតុរបស់បងគេដកលុយបានហើយនៅឆ្លៀតយកមកកវីនៅលើមុខបងនាងទៀតហើយនាងក៏បាននិយាយខ្សឹបថាខ្ញុំខ្ចីបងឯង$20សិនណាកុំថាខ្ញុំមិនបានប្រាប់ចេះតែកូនពៅអញ្ចឹងណរួចហើយនាងក៏បានដើរចេញទៅវិញទៅនៅឯសាលារៀននេះដែរលោកគ្រូបន្ទុកថ្នាក់ក៏បានចូលមកស្រង់វត្តមានហើយនៅក្នុងនោះមានសិស្ស2នាក់ដែលមិនបានចូលមករៀនក្នុងនោះក៏មានអ៊ុនស៊ូដែរហើយយើងបានឃើញកូនសិស្សប្រុសម្នាក់នេះកំពុងតែជួយរលែងឲ្យអ៊ុនស៊ូគេបាននិយាយថាអ៊ុនស៊ូអត់បានមករៀនទេនាងឈឺក្បាលដល់ពេលគ្រូសួរចុះសួរឡើងគេនិយាយថាឈឺពោះអីណាវិញលោកគ្រូគាត់តែបានលើអញ្ចឹងហើយក៏ដឹងបាត់ទៅហើយកូនសិស្សហ្នឹងនៅខំបកាយទៀតកូនសិស្សនោះនិយាយថាឈឺទាំងក្បាលឈឺទាំងពោះនិយាយទៅឈឺពេញខ្លួនហ្មងលោកគ្រូក៏បានដើរមកចិត្តហើយក៏និយាយថាបើសិនជាឈឺម្លឹងក្នុងនាមជាគ្រូបន្ទុកថ្នាក់គ្រូគួរតែសួរសុខទុក្ខមែនអត់រឿងក៏បានកាត់មកបង្ហាញពីអ៊ុនស៊ូបន្តិចវិញដែលឥឡូវហ្នឹងដែរនាងបានលួចមកប្រឡងចម្រៀងណែរីឯលោកគ្រូបន្ទុកថ្នាក់ឯនេះវិញគាត់បានទូរស័ព្ទហៅបងអ៊ុនស៊ូឲ្យមកជួបបន្តិចគាត់បានប្រាប់ថាអ៊ុនស៊ូហ្នឹងឈប់រហូតហ្មងហើយថ្ងៃខ្លះវិញពេលដែលមករៀនហ្នឹងមូសក់រួញអីណាទៀតគាត់ថាបើសិនជានៅតែបន្តអញ្ចឹងទៀតគាត់ដឹងតែបដិញ្ញចេញពីសាលាបងប្រុសអ៊ុនស៊ូពេលដែលបានលើកដូចនេះគាត់ក៏ខំសុំទោសលោកគ្រូឥឡូវយើងនាំគ្នាកលេចមកមើលអ៊ុនស៊ូអានេះវិញនាងកំពុងតែរៀបចំខ្លួនត្រៀមចូលប្រឡងហើយមើលទៅនាងដងសិល្បៈពេញខ្លួនណាស់ដែរហ្នឹងណារឿងក៏បានបកមកសាលានេះវិញដែលលោកគ្រូបានហៅកូនសិស្សប្រុសម្នាក់នេះមកជួបគាត់បានសួរនាំចង់ដឹងថាអ៊ុនស៊ូនឹងឈប់ទៅណាពេលដែលលោកគ្រូសួរកូនសិស្សប្រុសនឹងលាក់ដល់ពេលដែលបងរបស់អ៊ុនស៊ូគម្រាមសួរគេក៏បានឆ្លើយតែម្ដងគេបានប្រាប់ការពិតអស់ថាអ៊ុនស៊ូនឹងមកប្រឡងចម្រៀងតែកំឡុងពេលនេះដែរអ៊ុនស៊ូនឹងកំពុងតែឡើងច្រៀងហើយសមត្ថភាពរបស់នាងពេញខ្លួនតែម្ដងច្រៀងក៏ព្រោះរាំក៏បានទៀតដែលនៅខាងក្រៅវិញយើងបានឃើញថាបងរបស់អ៊ុនស៊ូនឹងបានតាមមកដល់ទីនេះតែម្ដងហើយពេលដែលមកដល់នឹងកាន់ទឹកមកធំមកជាមួយទៀតផងអញ្ចឹងហើយគ្រាន់តែអ៊ុនស៊ូនឹងច្រៀងចប់ភ្លាមគាត់ក៏បានយកទឹកមកធំនឹងមកចេះដាក់តែម្ដងអត់មានខ្វល់ពីគណៈកម្មការកំពុងតែអង្គុយមើលអីសោះរួចហើយគាត់ក៏បានអូសដៃអ៊ុនស៊ូនឹងចេញមកខាងក្រៅវិញអ៊ុនស៊ូនាងពិតជាខឹងបងនាងខ្លាំងណាស់នាងថាបងឯងបងផ្លាញ់ជីវិតខ្ញុំអស់ហើយខ្ញុំមកចង់ខ្លាចជាតារាចម្រៀងខ្ញុំមិនចង់ហ៊ានអីទេហើយអ៊ុនស៊ូនឹងឆ្លើយមែនតែនហ្មងសុទ្ធតែយកស្បែកជើងនឹងគប់ក្បាលបងនាងទៀតគប់ឡើងត្រូវទៀតហ្នឹងណាហើយបងប្រុសអ៊ុនស៊ូនឹងអូសនាងមកផ្ទះឲ្យតើតែបានហើយបងប្រុសគេនឹងបានតែស្ដីឲ្យទេគាត់មិនដែលហ៊ានវាយប្អូនសូម្បីតែបន្តិចមីរបស់ពួកគេវិញពេលដែលបានឃើញសភាពអញ្ចឹងហើយគាត់ក៏បានចេញមកហើយពេលដែលឃើញថាអ៊ុនស៊ូនឹងឆ្លើយពេកគាត់នឹងក៏រកវាយតែម្ដងនិយាយជាមួយបងនឹងដូចនិយាយជាមួយនឹងមិត្តភក្តិឆ្លើយអីក៏ឆ្លើយម្លេះប៉ុន្តែបងអ៊ុនស៊ូនឹងក៏បានខកកុំឲ្យមីនឹងវាយប្អូនគាត់អីហើយយើងក៏បានដឹងថាពីអ្នកបងប្អូនគេនឹងអត់មានឪពុកម្ដាយទេរាល់ថ្ងៃនឹងរស់នៅតែពីអ្នកបងប្អូននឹងទេហើយពួកគេនឹងតែងតែមកញ៉ាំអាហារជាមួយនឹងមីងពួកគេរហូតរឿងក៏បានកាត់មកថ្ងៃគម្រប់ខួបរបស់ឪពុកពួកគេតែម្ដងនិយាយអញ្ចឹងបងប្រុសរបស់អ៊ុនស៊ូគាត់មានឈ្មោះថាអ៊ុនហ្គុកបានរៀបចំពិធីសែននឹងជាមួយនឹងមីងរបស់គេចំណែកឯអ៊ុនស៊ូវិញនាងខូចនៅសង្ងំនៅក្នុងបន្ទប់របស់អ្នកអត់ចេញមកខាងក្រៅទេហើយអ៊ុនស៊ូនឹងក៏បានទូរស័ព្ទទៅស្ដីឲ្យជុនយ៉ងដែលជុនយ៉ងនឹងគឺជាកូនសិស្សប្រុសដែលជួយការពារនាងនោះឯងនាងនិយាយថាអត់ចេះជួយនាងអីសោះហ្មងកំហុសទាំងអស់ហ្នឹងគឺមកពីជុនយ៉ងទាំងអស់នាងស្ដីឲ្យគេរួចហើយក៏បិទទូរស័ព្ទបានហើយអ៊ុនហ្គុកឯនេះវិញក៏បានហៅឲ្យអ៊ុនស៊ូនឹងចុះមកញ៉ាំអីមកប៉ុន្តែអ៊ុនស៊ូនឹងមិនព្រមញ៉ាំអីទាំងអស់គេងគេហើយអ៊ុនហ្គុកនិយាយឡើងផ្អែមលួងប្អូនឲ្យប្អូននឹងចេញមកញ៉ាំអីប៉ុន្តែមើលទៅនឹងផ្អែមដូចជាមិនបានសម្រេចទេគេក៏បានស្រែកដាក់តែម្ដងមានអីអ៊ុនស៊ូនឹងក៏គប់មកតុកតាហ្មងអ៊ុនហ្គុកខឹងដែរគេក៏បាននិយាយថាបើអញ្ចឹងមិនបាច់ញ៉ាំមិនបាច់អីទេរួចហើយគាត់ក៏បានគប់តុកតានឹងទៅដាក់អ៊ុនស៊ូវិញហើយដើម្បីធ្វើការទស្សនាបន្តរហូតដល់ចប់សូមអ្នកទាំងអស់គ្នាចូលទៅទស្សនានៅក្នុង app True ID Cambodia ណាឬមួយក៏អ្នកទាំងអស់គ្នាអាចចូលទៅក្នុង link ដែល admin បានឲ្យនៅក្នុង comment បានអរគុណច្រើនជួបជាមួយ admin ថៃនេះម្ដងទៀតនៅវីដេអូក្រោយបាយបាយ